កសិកម្មទំនើបក្នុងផ្ទះសំណាញ់បរិបទថ្មីដែលលើកកម្ពស់ជីវភាពនិងសុខភាពប្រជាពលរដ្ឋនៅក្នុងស្រុកព្រះស្ដេចពីមុនមកប្រជាកសិករនៅក្នុងស្រុកព្រះស្ដេចខេត្តព្រៃវែងតែងតែពឹងផ្អែកទាំងស្រុងលើការធ្វើស្រែចម្ការតាមបែបប្រពៃណីដែលតែងតែជួបបញ្ហាប្រឈមជាច្រើននិងមានពេលទំនេរច្រើនបន្ទាប់ពីការប្រមូលផលប៉ុន្តែបច្ចុប្បន្នបរិបទថ្មីនៃកសិកម្មទំនើបក្នុងផ្ទះសំណាញ់កំពុងតែផ្លាស់ប្ដូរមុខមាត់ថ្មីតាមរយៈការបង្កើតការងារបង្កើតចំណូលនិងផ្ដល់នូវបន្លែសុវត្ថិភាពដល់ទីផ្សារសហគមន៍កសិកម្មទំនើបស្រុកព្រះស្ដេចត្រូវបានបង្កើតឡើងនិងទទួលស្គាល់ជាផ្លូវការដោយមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តព្រៃវែងកាលពីថ្ងៃទី18ខែធ្នូឆ្នាំ2025លោកស្រីហ៊ួនស៊ីអឺនាយិកាប្រតិបត្តិនៃសហគមន៍នេះបានរៀបរាប់ថាការបង្កើតសហគមន៍នេះឡើងគឺមានគោលបំណងចម្បងពីរ1បង្កើតការងារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដើម្បីប្រើប្រាស់ពេលវេលាទំនេរឲ្យមានផលប្រយោជន៍និងបង្កើនចំណូលនៅក្នុងគ្រួសារ2ឆ្លើយតបនឹងតម្រូវការបន្លែសុវត្ថិភាពដែលកំពុងមានការកើនឡើងខ្លាំងនៅលើទីផ្សារលោកស្រីបានបញ្ជាក់ថាសហគមន៍នេះកើតចេញពីការព្រួយផ្ដើមរបស់ថ្នាក់ដឹកនាំនិងការស្ម័គ្រចិត្តរបស់បងប្អូនប្រជាពលរដ្ឋកសិករដែលចង់កែប្រែជីវភាពតាមរយៈការដាំដុះបន្លែដែលមានបច្ចេកទេសត្រឹមត្រូវបច្ចេកទេសដាំដុះនិងទីផ្សារបន្លែដែលដាំដុះនៅក្នុងផ្ទះសំណាញ់របស់សហគមន៍ត្រូវបានអនុវត្តតាមស្តង់ដារបច្ចេកទេសណែនាំរបស់ក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទការប្រមូលផលអាចប្រព្រឹត្តទៅនៅក្នុងរយៈពេលផ្សេងៗគ្នាអាស្រ័យលើប្រភេទដំណាំយកស្លឹកប្រើរយៈពេល30ថ្ងៃដំណាំផ្សេងៗអាចចន្លោះពី40ទៅ60ថ្ងៃដំណាំយកផ្លែអាចប្រើពេលរហូតដល់70ថ្ងៃឬក៏3ខែចំពោះទីផ្សារវិញលោកស្រីហ៊ួនស៊ីអឺបានឲ្យដឹងថាគោលដៅចម្បងគឺការផ្គត់ផ្គង់ទៅកាន់ផ្សារទំនើបនិងក្រុមហ៊ុននានាដែលបានចុះកិច្ចសន្យាប្រមូលទិញជាមួយនឹងសហគមន៍រួមទាំងការផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុកផងដែរលោកស្រីសង្កត់ធ្ងន់ថាបន្លែរបស់យើងដាំនៅក្នុងផ្ទះសំណាញ់តាមស្តង់ដារបច្ចេកទេសធានាបាននូវសុខភាពល្អដល់អ្នកបរិភោគការគាំទ្ររបស់បងប្អូនគឺជាការជួយដល់សេដ្ឋកិច្ចកសិកររបស់យើងផ្ទាល់ជាបន្លែសុខភាពដែលជួយឲ្យសុខភាពរបស់អ្នកបរិភោគគឺមានសុខភាពល្អចា៎ហើយសូមឲ្យក្នុងកលសូមឲ្យពីប្រវត្តិទាំងអស់សូមជួយគ្រប់គ្រងហើយជួយទិញទៅលើបន្លែសុខភាពនៅក្នុងសហគមន៍កសិកម្មទំនើបស្រុកព្រះស្ដេចយើងខ្ញុំចា៎សូមអរគុណចា៎អរគុណលោកស្រីមានសីដាវ៉ាន់សមាជិកក្រុមប្រឹក្សាអភិបាលនៃសហគមន៍កសិកម្មទំនើបស្រុកព្រះស្ដេចបានលើកឡើងថាការបង្កើតសហគមន៍នេះឡើងគឺមានគោលបំណងចម្បងក្នុងការពង្រឹងសេដ្ឋកិច្ចក្នុងគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងស្រុកព្រះស្ដេចតាមរយៈការបង្កើតមុខរបរការដាំដុះបន្លែបន្ថែមលើមុខរបរបច្ចុប្បន្នលោកស្រីបានបញ្ជាក់ថាយើងចង់ឲ្យប្រជាពលរដ្ឋយើងស្គាល់ពីបន្លែធម្មជាតិនៅក្នុងស្រុកឲ្យកាន់តែច្រើនដើម្បីកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេសបន្លែរបស់យើងមិនត្រឹមតែមានគុណភាពល្អប៉ុណ្ណោះទេប៉ុន្តែថែមទាំងធានាបាននូវសុវត្ថិភាពខ្ពស់សម្រាប់ការបរិភោគទៀតផងគេក៏សង្ឃឹមថាប្រជាពលរដ្ឋទាំងអស់ក៏នឹងងាកមកចាប់អារម្មណ៍បន្លែសុវត្ថិភាពងាកមកជួយគ្រប់គ្រងហើយនឹងរួបរวมគ្នាសាមគ្គីគ្នាដាំបន្លែនេះទាំងអស់គ្នាដើម្បីផ្គត់ផ្គង់ក្នុងស្រុកនៅក្នុងប្រទេសយើងកាត់បន្ថយនៃការនាំចូលព្រោះបន្លែនេះធានាទាំងគុណភាពហើយនិងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដោយមានទំនុកចិត្តលើផលិតផលនៅក្នុងស្រុកលោកស្រីអ៊ុំម៉ារីកាបានរៀបរាប់ទាំងទឹកមុខញញឹមថាមូលហេតុដែលលោកស្រីបានសម្រេចចិត្តមកទិញបន្លែពីសហគមន៍កសិកម្មនៅក្នុងស្រុកព្រះស្ដេចគឺដោយសារតែការជឿជាក់លើការផ្សព្វផ្សាយរបស់អាជ្ញាធរឃុំលោកស្រីបានបញ្ជាក់ថាខ្ញុំបានដឹងតាមរយៈការផ្សព្វផ្សាយរបស់ខាងឃុំថាបន្លែនៅទីនេះគឺគ្មានសារធាតុគីមីទាល់តែសោះក្នុងនាមជាអ្នកប្រើប្រាស់ខ្ញុំចង់បានសុខភាពល្អហើយការហូបបន្លែដែលគ្មានសារធាតុគីមីគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ខ្ញុំនិងក្រុមគ្រួសារក្រៅពីអត្ថប្រយោជន៍ផ្នែកសុខភាពផ្ទាល់ខ្លួនលោកស្រីម៉ារីកាក៏បានមើលឃើញពីផលចំណេញរួមសម្រាប់សហគមន៍ផងដែរការទិញបន្លែពីកសិករនៅក្នុងស្រុកមិនត្រឹមតែជួយឲ្យពួកគាត់មានទីផ្សារប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាកម្លាំងចលករជំរុញឲ្យសហគមន៍មានការអភិវឌ្ឍកាន់តែខ្លាំងឡើងលោកស្រីបានបន្តថាខ្ញុំចង់ឃើញសហគមន៍របស់យើងមានការរីកចម្រើនខ្លាំងខាងផ្នែកដាំដុះបន្លែនេះដើម្បីឲ្យប្រជាពលរដ្ឋយើងមានការងារធ្វើនិងមានផលិតផលល្អៗប្រើប្រាស់ខ្ញុំចង់ផ្សព្វផ្សាយឲ្យខាងប្រជាពលរដ្ឋទាំងអស់គ្នានឹងចូលរួមសហការចូលរួម
ជួយគ្រប់គ្រងផលិតផលដែលគ្មានជាតិគីមីដែលមានសុវត្ថិភាពដើម្បីសុខភាពយើងហើយភូមិឃុំយើងក៏អភិវឌ្ឍដែរចា៎ ជាចុងក្រោយតំណាងសហគមន៍ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យងាកមកចាប់អារម្មណ៍និងជួយគាំទ្រផលិតផលបន្លែនៅក្នុងស្រុកការគាំទ្រនេះមិនត្រឹមតែជួយដល់សុខភាពនិងអ្នកបរិភោគប៉ុណ្ណោះនោះទេប៉ុន្តែថែមទាំងជាកម្លាំងចិត្តដល់បងប្អូនប្រជាកសិករខ្មែរក្នុងការរួបរวมនិងពង្រឹងសន្តិសុខស្បៀងនិងសេដ្ឋកិច្ចជាតិទាំងមូលផងដែរ